កម្ពុជានាំទូតអន្តរជាតិនានាទៅមើលផ្ទាល់អំពីការឈ្លានពានរបស់ថៃនៅច្រកថ្មដាស្របពេលដែលប្រទេសថៃពេលនេះកំពុងតែធ្វើការឈ្លានពានទឹកដីកម្ពុជារបស់យើងមិនត្រឹមតែប៉ុណ្ណឹងទេនៅពេលដែលអង្គទូតបានអញ្ជើញទៅដល់ពួកថៃក៏បាននាំគ្នាលើកជាតុងលើកជាបដាក៏ដូចជាលើកនៅទូកុងតឺន័រផ្សេងៗដើម្បីធ្វើការផ្កើនផងដែរដើម្បីឲ្យកាន់ច្បាស់មកតាមដានទស្សនាវីដេអូពេញជាមួយខ្ញុំបាទទាំងអស់គ្នាកម្ពុជានាំអង្គទូតអន្តរជាតិនានាទៅមើលផ្ទាល់អំពីការឈ្លានពានរបស់ថៃនៅច្រកថ្មដាខេត្តពោធិ៍សាត់ប្រមុខការទូតកម្ពុជាឧបនាយករដ្ឋមន្ត្រីប្រាក់សុខុននៅថ្ងៃទី27ខែមីនាឆ្នាំ2026នេះបានដឹកនាំអង្គទូតតំណាងអង្គទូតចំនួន16ស្ថានទូតនិងអង្គការអន្តរជាតិចំនួន2ទៅទស្សនកិច្ចស្ថានភាពព្រំដែនរវាងកម្ពុជាថៃពិនិត្យមើលផ្ទាល់ស្ថានភាពព្រំដែនយោធាថៃដាក់ទូកុងតឺន័រនិងបន្លាលុះនៅតំបន់ថ្មដាខេត្តពោធិ៍សាត់អង្គទូតទាំងនោះរួមមានប្រទេសប្រ៊ុយណេរុស្ស៊ីប៉ាគីស្ថានមីយ៉ាន់ម៉ាគុយបាឥណ្ឌាទីម៉ូឡេប្រេស៊ីលឡាវវៀតណាមទូគីស្រុតអាមេរិកជប៉ុនចិនឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីព្រមទាំងប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា United Nations Resident Coordinate to Cambodia UNRC និងអង្គការកម្មវិធីស្បៀងអាហារពិភពលោកផ្សេងទៀតដែលមានឈ្មោះថា WFP គូបញ្ជាក់ផងដែរថាកម្ពុជាបានធ្វើការតវ៉ាជាបន្តបន្ទាប់ប្រឆាំងទៅនឹងការបន្តសកម្មភាពរំលោភបំពានរបស់ថៃលើដែនដីអធិបតេយ្យភាពកម្ពុជានិងបូរណភាពទឹកដីរបស់កម្ពុជាដោយកងកម្លាំងដាវថៃក្រោយបទច្បាញ់ចូលជាធរមានកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025កម្ពុជាអំពាវនាវដល់ប្រទេសថៃឲ្យបញ្ឈប់ជាបន្ទាន់នៅការឈ្លានពានលើដីកម្ពុជាបញ្ចប់ការធ្វើសកម្មភាពដែលឯកតោភាគីបន្ថែមទៀតខណៈដែលប្រទេសកម្ពុជាមិនទទួលស្គាល់បន្តព្រំដែនបង្កើតឡើងដោយឯកតោភាគីនោះឡើយបងប្អូននេះគឺជាព័ត៌មានក្តៅគគុកមួយដែលពេលថៃបានធ្វើការឈ្លានពានដីកម្ពុជារបស់យើងបាទមិនត្រឹមតែប៉ុណ្ណឹងទេវាក៏បានដាក់ទូកុងតឺន័របន្ថែមពង្រីកវិសាលភាពនៃការឈ្លានពានផងដែរអញ្ចឹងពេលនេះគឺឯកឧត្តមប្រាក់សុខុនក៏បានអញ្ជើញទៅដល់ទីតាំងនៅច្រកថ្មដាដែរបាទដើម្បីនាំនៅអង្គទូតប្រមាណជាង16ស្ថានទូតនិងអង្គការផ្សេងទៀតចំនួន2ដើម្បីទៅខ្លំមើលដូចជាដើម្បីទៅទស្សនកិច្ចផ្ទាល់ដល់កន្លែងដែលសៀមបានធ្វើការឈ្លានពានទឹកដីកម្ពុជារបស់យើងយ៉ាងណាជាងាកមកសារព័ត៌មាន Fresh News នេះវិញក៏បានចុះផ្សាយពាក់ព័ន្ធទៅនឹងប្រមុខការទូតកម្ពុជាដឹកនាំអង្គទូតនិងតំណាងអង្គការអន្តរជាតិចុះសួរសុខទុក្ខពិនិត្យផ្ទាល់អំពីស្ថានភាពជនភៀសសឹកដោយសារតែយោធាថៃបានធ្វើការរិះបន្លាលុះនិងដាក់ទូកុងតឺន័រព័ទ្ធយកតំបន់ថ្មដាក្រោយបទច្បាញ់ចូលជាធរមានផងដែរឥឡូវយើងមកតាមដានទស្សនារកការផ្សព្វផ្សាយព័ត៌មានពីខាងសារព័ត៌មាន Fresh News វិញម្ដងបាទយោងតាមសារព័ត៌មាន Fresh News បានបញ្ជាក់ថាប្រមុខការទូតកម្ពុជាដឹកនាំអង្គទូតនិងតំណាងអង្គការអន្តរជាតិចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពផ្ទាល់របស់ជនភៀសសឹកកម្ពុជាដោយសារយោធាថៃបានធ្វើការរិះបន្លាលុះនិងដាក់ទូកុងតឺន័រព័ទ្ធយកផ្ទះរបស់ពួកគេនៅតំបន់ថ្មដាក្រោយបទច្បាញ់ចូលជាធរមានខេត្តពោធិ៍សាត់ឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី27ខែមីនាឆ្នាំ2026នេះបានដឹកនាំឯកអគ្គរដ្ឋទូតតំណាងអង្គទូតព្រមទាំងអង្គការធំប្រចាំកម្ពុជាមកសួរសុខទុក្ខនិងពិនិត្យស្ថានភាពដោយផ្ទាល់របស់ប្រជាជនដូចជាជនភៀសសឹកនៅថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់ដែលរត់គេចពីការធ្វើទុកបុកម្នេញរបស់យោធាថៃបានចូលមករិះបន្លាលុះដាក់ទូកុងតឺន័រចូលដែនដីអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដោយខុសច្បាប់សកម្មភាពរបស់ថៃដោយរិះបន្លាលុះដាក់ទូកុងតឺន័រចូលទឹកដីកម្ពុជានេះគឺបានធ្វើឡើងក្រោយភាគីកម្ពុជានិងថៃបានចុះទៅលេខាលើកិច្ចព្រមព្រៀងបទច្បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025សម្រាប់ពលរដ្ឋដែលកំពុងតែស្នាក់នៅមណ្ឌលសុវត្ថិភាពនៃវិទ្យាល័យហ៊ុនសែនប្រម៉ោយបច្ចុប្បន្ននេះមានចំនួនគឺ76គ្រួសារផ្ទះសម្បែងរបស់ពួកគេត្រូវយោធាថៃរិះបន្លាលុះនិងដាក់ទូកុងតឺន័រព័ទ្ធយកទាំងស្រុងនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានខ្មែរសារព័ត៌មាន Fresh News ប្រទេសថៃកំពុងតែបង្កើតលេសថ្មីដើម្បីចង់វាយខ្មែរម្ដងទៀតមេបញ្ជាការកងពលតូចទាហានជើងទឹកថៃបានចាត់បង្កាន់កងកម្លាំងកម្ពុជាថាបានបង្ករឿងដដែលនៅតែបណ្ដោយព្រំដែនខេត្តត្រាតដោយបញ្ជាក់ថាស្នូផ្ទុះអាវុធដែលបានលើក្នុងសប្តាហ៍កន្លងនេះគឺជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទច្បាញ់កាលពីខែធ្នូយោធាថៃថាកងកម្លាំងថៃនឹងវាយបកវិញប្រសិនបើមានករណីបែបនេះម្ដងទៀតលោកឧត្តមសេនីយ៍ឯកថាំឋានននមេបញ្ជាការកងកម្លាំងទាហានជើងទឹកប្រចាំខេត្តត្រាតបានធ្វើការកត់សម្គាល់បែបនេះក្នុងអំឡុងពេលដែលចុះពិនិត្យប៉ុស្តិ៍ឈរជើងនៅតំបន់បានថាសែនថ្មដានិងនងរីឬគេស្គាល់ថាជាតំបន់ផ្ទះ3ខ្នងបងប្អូនអញ្ចឹងបងប្អូនដូចបានដឹងហើយកន្លងមកគឺថៃតែងធ្វើការចាប់ប្រកាន់កម្ពុជាយើងចេះមួយជាញយបាទមិនថាពាក់ព័ន្ធនឹងការផ្ទុះវត្តទេឲ្យតែមានការលើសម្លេងមួយហ្នឹងគឺគេចាប់ប្រកាន់កម្ពុជាយើងហើយបាទកម្ពុជាយើងចង់បង្កសង្គ្រាមអីចឹងទៅទាំងពេលនេះកម្ពុជាយើងគឺបានថ្នមសភាពការសម្បើមណាស់បាទគឺយើងប្រឹងអត់ធ្មត់មែនតែនពាក់ព័ន្ធទៅនឹងបញ្ហាស៊ីបំពេញយើងអីផ្សេងហ្នឹងគឺយើងប្រើតែអង្គទូតយើងប្រើតែប្រព័ន្ធអង្គការអន្តរជាតិតែប៉ុណ្្នឹងឯងយើងមិនចង់ឲ្យមានចំនួនពាក់ព័ន្ធទៅនឹងការផ្ទុះវត្តទេប៉ុន្តែអ្នកដែលចង់ផ្ទុះវត្តគឺមានតែថៃទេកម្ពុជាយើងគឺចង់បានតែសុខចង់បានតែសានត្រានទេបាទមិនដែលចង់មានសង្គ្រាមមិនដែលចង់មានចំនួនទេព្រោះថាចំនួនព្រោះថាសង្គ្រាមនេះមិនបានផ្ដល់នូវភាពសុខសាន្តដល់ប្រទេសកម្ពុជាដូចជាប្រទេសថៃឡើយបាទបងប្អូនថៃមានការចាត់ប្រកាន់ផ្សេងមកកាន់កម្ពុជាបាទដោយការពិព្រឹកមិញក៏មានការចាត់ប្រកាន់ថាមានទូតនិស្សិតកម្ពុជាបានបំពេញចូលទឹកដីសមុទ្ររបស់ថៃផងដែរបាទឥឡូវយើងមកតាមដានព័ត៌មានពាក់ព័ន្ធទៅនឹងការចាត់ប្រកាន់របស់ថៃរឿងរ៉ាវទូកនេសាទបន្តទៀតបាទថៃបានចោទទូកនេសាទកម្ពុជាថាបានលំពៀនលើដែនសមុទ្ររបស់ថៃនិងសម្ដែងក្តីបារម្ភថាជាទូកនេសាទពិតប្រាកដឬក៏ជាទូកដែលប្រដាប់អាវុធឬក៏ជាទូកបង្កប់ដោយមានអាវុធមេបញ្
បញ្ជាការថាថាគិតនៃក្រមការងារពិសេសសម្រាប់ការពារជុំសមុទ្រថៃដែលមានមូលដ្ឋាននៅមូលដ្ឋានភស្តុភារកងទ័ពជើងទឹកខេត្តត្រាតបានធ្វើការអធិប្បាយលើស្ថានភាពដែនសមុទ្របន្ទាប់ពីការប្រយុទ្ធជាមួយកម្ពុជាក្រោមផែនការឆាករងប៉ុងនៅក្នុងសមរភូមិខេត្តត្រាតបានបង្ក្រាបទូកនេសាទខុសច្បាប់ក្នុងខែធ្នូឆ្នាំ2025កន្លងទៅថ្មីនេះមានទូកនេសាទកម្ពុជាមួយចំនួនធំត្រូវបានគេសង្កេតឃើញថាកំពុងតែប្រតិបត្តិការក្នុងដែនសមុទ្រថៃកាលពីកន្លងទៅមានទូកនេសាទចំនួន20ទៅ30គ្រឿងត្រូវបានកត់ត្រាទុកហើយយើងបង្កើនការព្រួយបារម្ភខ្លាចថាតើវាគឺជាទូកនេសាទពិតប្រាកដឬអាចប្រដាប់ដោយអាវុធក៏ថាបានលើសពីនេះទៅទៀតនាវាកម្ពុជាត្រូវបានគេរកឃើញថាបានចូលដែនសមុទ្រថៃដោយខុសច្បាប់ដើម្បីដឹកជញ្ជូនត្រីសមុទ្រនិងអាហារសមុទ្រផ្សេងៗទៀតពីប្រទេសថៃដែលមានគោលបំណងមកកម្ពុជាកងទ័ពជើងទឹកភូមិន្ទថៃបានរឹបអូសទំនិញទាំងអស់នោះបន្ទាប់ពីការបិទច្រកព្រំដែនគោកទាំងអស់មានការប៉ុនប៉ងរថពន្ធប្រេងនិងទំនិញផ្សេងៗទៀតនៅតាមសមុទ្រកងទ័ពជើងទឹកភូមិន្ទថៃតាមរយៈក្រុមការងារជុំសមុទ្រថៃដែលមាននាវាល្បាតនិងប្រតិបត្តិការចំនួន12គ្រឿងដឹកនាំដោយនាវាចម្បាំង HCMS នៅតែបន្តល្បាតតំបន់នោះរហូតដល់ពេលនេះមិនទាន់មានក្រណាមួយដែលថានាវាថៃត្រូវបានប្រើប្រាស់ដើម្បីរត់ពន្ធប្រេងឬក៏ទំនិញផ្សេងមកកម្ពុជាត្រូវបានរកឃើញនោះទេទោះបីជាយ៉ាងណាក៏ដោយកងទ័ពជើងទឹកភូមិន្ទថៃមិនមានអំណាចក្នុងការចាប់នាវានៃសញ្ជាតិផ្សេងបាននោះទេនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NS News បងប្អូនចង់នេះគឺជាព័ត៌មានពាក់ព័ន្ធទៅនឹងការចាប់ប្រកាន់ផ្សេងៗរបស់ថៃដែលថាមាននាវាកម្ពុជាមានទូកកម្ពុជាបានចូលទៅដែនសមុទ្រថៃចឹងទៅថៃគេថាគេបានកត់ត្រាទុកយើងប្រមាណ20-30គ្រឿងហ្នឹងគឺចូលប្រមាណគេគាត់ទុកអស់ឯងហើយអញ្ចឹងគេសង្ស័យថាទូកហ្នឹងមិនមែនទូកនេសាទគឺជាទូកបង្កប់ទៅដោយអាវុធអីចឹងទៅបាទអញ្ចឹងសៀមតែធ្វើការចាប់ប្រកាន់កម្ពុជាយើងមិនថាដែនទឹកដែនគោកដែនសមុទ្រទេគឺតែតែចាប់ប្រកាន់កម្ពុជាយើងរហូតបាទទាំងកម្ពុជាគឺធ្វើការនេសាទលើដែនសមុទ្រកម្ពុជាទាំងស្រុងបាទជាក់ស្ដែងនៅថ្មដានៅថ្ងៃនេះក៏ហាក់បីដូចជាឡើងកម្ដៅផងដែរដោយសារតែសៀមធ្វើការជិនពៀនលើទឹកដីយើងម្ដងហើយម្ដងទៀតបាទមិនស្រាកស្រានទេយ៉ាងថ្ងៃហ្នឹងឯកឧត្តមប្រាក់សុខុនក៏បានដឹកនាំអង្គទូតផ្សេងៗប្រមាណជាង16ដើម្បីទៅទស្សនកិច្ចតលនៅច្រកថ្មដាផងដែរបាទពួកវាគណៈឃើញយើងទៅវាចាប់ផ្ដើមលើកទង់ជាតិថៃលើកអីដើម្បីធ្វើការផ្កើនអីចឹងទៅបាទប៉ុន្តែពាក់ព័ន្ធទៅនឹងបញ្ហានេះយើងសង្ឃឹមថាអន្តរជាតិនឹងអាចមើលឃើញក៏ដូចជាផ្ដល់នូវយុទ្ធធម៌ត្រឹមត្រូវមួយសម្រាប់កម្ពុជាយើងនៅថ្ងៃខាងមុខបាទបងប្អូនចឹងព័ត៌មាននៅរសៀលនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះអរគុណច្រើនសម្រាប់តាមដានទស្សនាតាំងពីដើមដល់ចប់សូមអរគុណសូមគោរពលាយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាទ